អញ្ញាធរថៃបានប្រមានដល់អាណាព្យាបាលគ្រប់រូបប្រាប់ទៅកូនខាញ់លោចាញ់លបួងការលួងលោមរបស់គេដោយគេឲ្យញ៉ាំប្រភេទគ្រឿងញៀនចាគ្រឿងញៀនមកប្រភេទនេះរូបរាងដូចតុក្កតាឡាបូប៊ូចឹងហើយមានគ្រប់ពណ៌ខ្ជូតខ្លាំងមែនតើអញ្ចឹងក្មេងកំពុងតែវក់ស្រឡាញ់តុក្កតាឡាបូប៊ូផងអញ្ចឹងគេឲ្យញ៉ាំអាចនឹងសប្បាយអក្នុងការញ៉ាំអញ្ចឹងវានាំឲ្យគ្រោះថ្នាក់ខ្លាំងមែនតើដល់ក្មេងៗអញ្ចឹងណាចាហើយប្រភេទគ្រឿងញៀនផលិតចេញមករូបតុក្កតាឡាបូប៊ូហ្នឹងគឺមានតាំងពីឆ្នាំ2024ណាតែប៉ូលីសថៃគេបង្ក្រាបបានមួយរយៈឯងតែទៅមកផ្ទុះនៅពេលសង្ក្រាន្តឆ្នាំថ្មី2025នេះចាអញ្ចឹងអ្វីដែលនាងខ្ញុំបារម្ភខ្លាចថាប្រភេទចាមើលទៅស្តៀងស្ករគ្រាប់ហ្នឹងណាចូលមកដល់កម្ពុជាដែរស្តៀងស្ករគ្រាប់រូបឡាបូប៊ូហ្នឹងប៉ុន្តែគ្រឿងញៀនខ្ញុំខ្លាចថាហ្នឹងវាចូលមកដល់កម្ពុជាដែរហើយរបៀបថាយើងអត់ដឹងអញ្ចឹងយើងប្រើប្រាស់វាអញ្ចឹងណាចាហ្នឹងហើយ